បងប្អូនជាទីមេត្រីវីដេអូនេះក៏ជាផុសតាងដ៏ល្អមួយដែរដើម្បីលាត្រដាងអំពីក្រយៅនិងសន្តានរបស់ថៃថាវាបំពេញនៃបទឈប់បាញ់ខ្លាំងប៉ុណ្ណាបងប្អូនសកម្មភាពនៃការផ្លោងគ្រាប់ចូលមកលើកម្ពុជានៅក្បែរច្រកអានសេះរយៈពេលប្រហែល7 ម៉ោងណាអញ្ចឹងបងប្អូនជួយ share វីដេអូនេះទុកទៅដើម្បីឲ្យសកលលោកក៏ដូចជាប្រធានអាស៊ានគាត់បានឃើញនិងដឹងអំពីសកម្មភាពដ៏កក្លឿននិងឈ្លានពានរបស់ថៃមកលើកម្ពុជាហើយការឈ្លានពាននិងកក្លឿននេះគឺមានជាបន្តបន្ទាប់តែកម្ពុជាយើងអត់តបតទេហើយឥឡូវនេះស្ថានភាពក៏បានស្ងប់ស្ងាត់ទៅវិញដែរដោយសារតែការដែលបំពេញរបស់វានឹងមកលើយើងនឹងក៏យើងអត់តបតហើយអញ្ចឹងទៅវាក៏អត់មានអ្នកណាកំដរវាលេងវាក៏ហត់ក៏ឈប់ដោយខ្លួនឯងដូច្នេះសរុបជារួមមកស្ថានភាពនៅឯច្រកអានសេះនៅពេលនេះវេលានេះគឺមានសភាពស្ងៀមស្ងាត់ធម្មតាវិញហើយអញ្ចឹងយើងមានតែរងចាំអត់មើលជាបន្តបន្ទាប់ទៀតថាតើនឹងមានស្ថានភាពអ្វីផ្លែកជាបន្តបន្ទាប់ទៀតដែរឬក៏អត់ហើយបញ្ជាក់